ខុសបច្ចេកទេសរបស់ខ្ញុំដៃឆ្វេងកាន់ប្រអប់ដៃកាន់ទប់ឲ្យជាប់បែបពោះអាវុធមកផ្នែកខាងស្ដាំរៀងបញ្ឆិតចំណិតសសក់ដាក់បងបញ្ចូលដៃឆ្វេងទប់ឲ្យជាប់ដៃស្ដាំបើកសោអស់បញ្ចូលគ្រាប់អត់មានអត់យល់ទេតោះនេះបាទទៀតបិទសោលើកអាវុធតម្រង់មើលតែផ្ទាំងស៊ីបរបស់យើងមើលច្បាស់រងចាំពាក្យបញ្ជាបាញ់ដៃឆ្វេងដកទងមុននឹងបើកសោបើកសោមុនដកទងក៏មានបញ្ហាដែរតោះនេះបាទទៀតរួចបើកសោឲ្យអស់ដល់លេខ2បើនៅមានបញ្ហាចុចអស់តោះនេះបាទទៀតដៃស្ដាំកាន់ស្នាប់ដៃកាន់ចង្អុលដៃបាទដាក់ជាប់ដៃឆ្វេងចាប់ក្តាប់បងអឹបស្មាពាល់អឹបមើលច្បាស់រួចធ្វើកាយវិការបាទបាញ់មួយចប់ផ្ដេកអាវុធដោះបងពោះបងគ្រូបានបង្រៀនហើយគឺដាក់មកខាងក្រោមមិនមែនពោះបងដាក់ទៅលើទេតោះនេះព្រឹត្តដៃឆ្វេងដោតទង់ពិនិត្យអាវុធមុនដោតទង់តោះនេះរងចាំពាក្យបញ្ជារបស់គ្រូបើអាវុធមានបញ្ហាដៃឆ្វេងជាសញ្ញាលើកឲ្យគ្រូដឹងតោះនេះបាទប៉ុណ្ណឹងអត់មានអីច្រើនទេបន្ទាប់ទៀតអានេះអស់ហើយពាក់ព័ន្ធនឹងច្បាប់របស់អាវុធបាញ់ខុសទាំងអស់ត្រាំទឹកសណ្ដាប់ទំនាប់កងជួរបើមានភាពរញ៉េរញ៉ៃទៅអង្គុយទៅខាងក្រោយអាគារទាំងអស់មិនបាច់អង្គុយនៅហាលថ្ងៃទេទៅអង្គុយនៅក្នុងទឹកទាំងអស់ណាខ្ញុំបញ្ជាក់ជូនអញ្ចឹងហើយខ្ញុំអត់បាននិយាយលេងទេម្សិលមិញខ្ញុំឲ្យដេកហាលថ្ងៃតែថ្ងៃនេះខ្ញុំឲ្យដេកក្នុងទឹកឮឈ្មោះឡើងមកបាញ់តែម្ដងអត់និយាយច្រើនយល់អត់ចឹងបាទទៀតបើអស់លោកណាមួយធ្វើឲ្យខុសពីវិន័យរបស់ខ្ញុំដាក់លោកឯងច្រើនជាងគេហើយក៏ខ្ញុំដាក់រួមដែរខ្ញុំអត់ដាក់បុគ្គលទេណាជាក់ជូនអញ្ចឹងព្រោះខ្ញុំដល់ពេលខ្ញុំហត់ខ្ញុំមួម៉ៅកុំថាខ្ញុំកាចអស់លោកគ្រាន់តែឲ្យអង្គុយទន្ទឹងរង់ចាំឲ្យឡើងម្ដង10លឿនទេគាត់អត់បាទនេះដាក់កំហិតឲ្យហើយមុនកងកម្លាំងត្រូវតែមានរបៀបមិនមែនរញ៉េរញ៉ៃទេលឿនតាមបាយពេកមាត់សោចបាត់មេបាទអញ្ចឹងជាទីបញ្ចប់សូមជូនពរអស់លោកលោកស្រីទាំងអស់ណាឲ្យអនុវត្តកាយការបាញ់គ្រាប់ពិតនៅលើទីលានរបស់ខ្ញុំបានជោគជ័យលទ្ធផល 100%